សូមណែនាំឲ្យកូនស្គាល់នេះគឺក្មួយរតនាកូនមិត្តភក្តិរបស់ប៉ាទើបតែមកពីបរទេសគេប្រកែកហើយស៊ីណាប៉ាចង់ឲ្យកូនទាំងពីរស្វែងយល់ចិត្តគ្នាទៅវិញទៅមកដូចក្របសាច់រហូតសັດនៅក្នុងខ្យល់គួចអើងវល់វល់បងផាត់ឆ្ងាយត្រានចាប់ពីស្អែកនេះទៅអូនត្រូវឃ្លាតអូនហើយសល់ពីដំជុំក្រោយឲ្យអូនហើយខ្លួនអត់ពីបងសូមអូនឆាប់មានថ្មីកុំយំបងអីគ្មានប្រយោជន៍ទីស្រួលឯបើបងនួលអូចាំខ្ញុំដោយសារបងមិនមែនជាបងដូចពីមុនទេបងខំដែលហ៊ានចាក់ចិត្តពីជីវិតបងដឹងតែអត់ដល់ Hello Moon ខ្ញុំមិនដល់លេងយើងនៅថ្ងៃខ្ញុំមិនខ្វល់ជុំគ្នានៅកន្លែងចេះណាអ្នកនាងចាំបានទេហ្វេនម្នាក់តែងតែពាក់ម៉ាស់ទៅគ្រប់គ្រងអ្នកនាងគ្រប់ទីកន្លែងកុំប្រាប់ថាជាមុននេះបងនួលអូចាំខ្ញុំដោយសារបងមិនមែនជាបងដូចពីមុនទេខំដែលហ៊ានចាក់ចេញពីជីវិត ចាឆ្លើយហ៎ បងដឹងតែអត់ដល់ឡៃអាបងធ្វើទាំងបងខំមិនមែនបេះដូងអ្នកបាញ់ជាទេតែមកខំឬស្អប់អូនអាចជេរបងបានខំដែលហ៊ានចាក់ចេញពីជីវិតបងដឹងតែអត់ដល់ឡៃអាស្អីកូនចង់ទៅណាណាចាតាអញ្ចឹងចាំប៉ាឲ្យពួកគេជូនកូនទៅចាំហត់អីណាខ្ញុំចាំមិនជុំទៅមុនទៅណាឯប៉ាស្រីមុនគេមិននៅទេគេទៅខេត្តបាត់ហើយអត់អីប៉ាខ្ញុំដឹកខ្ជិលទៅណាចង់សួរទៅលោកចៅទីក្នុងនាមលោកជាឪពុករបស់កញ្ញាសុវិស័យហើយក៏ជាម្ចាស់បដកម្មផ្ទាល់តើលោកមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរដែលសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាកញ្ញាសុវិស័យមានទំនាក់ទំនងស្នេហាជាមួយអង្គរៈផ្ទាល់ខ្លួនរបស់នាងបាទខ្ញុំហាក់បីដូចជាគ្មានចាប់អារម្មណ៍អ្វីទាំងអស់ព្រោះវាអាចារ្យបុរាណទាំងអស់នេះវាតែងតែកើនឡើងជាចំពោះកូនស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំហើយខ្ញុំជឿថាកូនស្រីរបស់ខ្ញុំក៏មិនអាចដាក់ខ្លួនទៅស្រឡាញ់អង្គរៈធម្មតាអញ្ចឹងបានដែរក៏ប៉ុន្តែបើសិនជាមានរឿងនេះកើតឡើងមែនខ្ញុំក៏មិនអនុញ្ញាតឲ្យរឿងធំទៀតបែបនេះកើតឡើងនៅក្នុងគ្រួសារខ្ញុំជាដាច់ខាតដូចក្របសាច់រហូតសັດនៅក្នុងខ្យល់គួចអើងវល់វល់បងផាត់ឆ្ងាយត្រានចាប់ពីស្អែកនេះទៅអូនត្រូវឃ្លាតយកឯងមកនៅជាមួយដូចជាយកពូវិញមកនេះឲ្យអញ្ចឹងមុនយើងគិតថាឯងជាមនុស្សម្នាក់ដែលក្លាហានណាស់ហើយយើងមិននឹកស្មានថាឯងក្លាហានរហូតហ៊ានស្ដីកូនស្រីយើងអញ្ចឹងទេកើតមកជាមនុស្សត្រូវតែមានមនោសញ្ចេតនាអញ្ចឹងហើយក៏ប៉ុន្តែយើងជាមនុស្សត្រូវចេះពិចារណាខ្លះផងថាធ្វើទៅនេះវាសមឬមិនសមឯងនេះប្រើអារម្មណ៍ពេកហើយឯងឆ្លើយទៅឯងស្រឡាញ់ពិសីណាស់មែនទេយើងដឹងថាឯងស្រឡាញ់ពិសីណាស់តែយើងចង់ឲ្យឯងដកចិត្តបានឬបានឯងឆ្លើយទៅបានឯងចាំតែមើលទៅយើងនឹងបំពេញបំណងឯង